យើងបាទយើងឃើញនេះមានទឹកស្រះមកមានឈូកបាទអាប៉ោងចុះប៉ោងបេះឈូកបាទនោះឈូកនោះឈូកនោះមួយនោះបាទយើងចុះបេះឈូកហូបបាទនេះឈូកបាទបោះមកទៅចូលនោះមួយទៀតនោះបេះនោះមួយទៀតនោះបាទនេះឈូករបស់យើងអូបាទទៅគួរចង់ហូបមែនតើបាទនោះបាទយើងចុះបេះមួយទៀតហើយនោះកន្លែងនោះបាទមកខ្ញុំរកចៅនៅនោះតាបាទអូនោះបាទនេះអូបាទគួរចង់ហូបបាទមើលទៅមើលឲ្យកាមេរ៉ាមើលផងនេះឈូកហ្នឹងអូនេះអានណាទៀតបាទអាន2ហើយបាទយើងអាន2ហើយបាទនេះឥឡូវយើងបានឈប់2ហើយបាទឥឡូវយើងទៅបេះនោះទៀតបាទនោះអូនោះបាទតោះឥឡូវយើងចុះហើយតោះនោះបាទទឹកនេះរាក់ទេបាទអត់ជ្រៅទេហ្នឹងហើយបាទនោះឈប់បាទនោះឈប់បាទនោះឈប់របស់យើងហ្នឹងហើយនេះឈប់យើងមកដល់ហើយបាទណាអូនេះអូឈប់យើងមើលទៅគួរចង់បាទហូបមែនតើណាឥឡូវយើងបាន3ហើយមានទៀតអត់នេះណាអូឈប់យើងយើងទៅមុខទៀតណាមានឈប់ឥឡូវមានឈប់ទៀតអស់ហើយនៅនោះមួយចាមើលអញនេះនោះមួយទៀតអូនោះមួយទៀតអូត្រៃនេះកាន់ឈប់នោះមកអូនោះជិះឃើញមួយទៀតហើយបាទនោះឈប់យើងណាអូបាទនេះជាឈប់បាទធម្មជាតិទេបាទមានបាញ់ថ្នាំបាញ់អីទេបាទមើលបង្ហាញមកកាមេរ៉ាមកបាទនេះអូបាទអូសាច់ល្អណាស់បាទម៉មហូបយើងបាទមកនេះបាន4អ្នកកាន់ឈប់មើលមុខអ្នកកាន់ឈប់បាទ4ហើយយើងបាន4តាអស់នៅបាទឥឡូវយើងអស់ហើយបាទមើលបង្ហាញឈប់មកនេះបាទដាក់ឲ្យស្ងៀមមកនៅស្ងៀមមកហ្នឹងហើយបាទយើងអាចហូបបានហើយបាទហ្នឹងហើយបាទហូបបេះហូបតាបេះចេះនេះហូបទៅបាទហូបដល់មកកាមេរ៉ាមកបាទហ្នឹងហើយឲ្យកាមេរ៉ាបានចាប់ឃើញថាតើយើងឈប់ហូបឆ្ងាញ់អត់បាទឈប់យើងហូបឆ្ងាញ់ជាតិញ៉ាំតែណាបាទទុកឲ្យកាមេរ៉ាថតញ៉ាំផងកុំញ៉ាំតែឯងពេកបាទកាមេរ៉ាអត់កាមេរ៉ាលេបទឹកមាត់ដែរខ្ញុំផ្អែមអត់ទីទៅមកផ្អែមទៀតផ្អែមបាទនេះជាធម្មជាតិបាទធម្មជាតិស្រុកស្រែមកអើយនេះបាទគឺធម្មជាតិស្មៅបាទគេងឹតបាទមានទាទៀតបាទនេះទានៅតាមស្រុកស្រែបាទទានេះគឺជាទារបស់ខ្ញុំដែរបាទហ្នឹងហើយពីពងស៊ីកឆាយបាទតែឥឡូវយើងសូមស្លេះតែប៉ុណ្្នឹងបាទសូមអរគុណបាទទស្សនានៅវីដេអូក្រោយទៀត